អបអរសាទរកម្ពុជាជាប់លេខ4ក្នុងពិភពលោកនិងលេខ1ក្នុងតំបន់អាស៊ានដែលជាប្រទេសដែលមានភាពរួសរាយរាក់ទាក់ពិតជាមានមោទនភាពណាស់សម្រាប់ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ4ទូទាំងពិភពលោកនិងទទួលបានចំណាត់ថ្នាក់លេខ1នៅក្នុងអាស៊ានជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ជាងគេក្នុងឆ្នាំ2025ចំណាត់ថ្នាក់នេះគឺធ្វើឡើងដោយ data.panda.org ដែលជាគេហទំព័រមួយធ្វើការស្រាវជ្រាវប្រទេសនីមួយៗនៅលើពិភពលោកដោយការអប់រំប្រជាជនសុខភាពបើតាមការបង្ហោះរបស់ភេកក្រសួងទេសចរកាលពីព្រឹកថ្ងៃអង្គារទី25ខែមីនានេះបានបង្ហាញឲ្យឃើញពីចំណាត់ថ្នាក់នៃប្រទេសទាំង10ក្នុងពិភពលោកដែលចាត់ទុកថាជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ជាងគេបំផុតសម្រាប់ឆ្នាំ2025ក្នុងនោះមានប្រទេសមួយស្រេចគោកម្ពុជាបារាំងកូស្តារីកាអូម៉ង់វៀតណាមនិងប្រទេសកាណាដាក្នុងនោះយើងឃើញមានប្រទេសកម្ពុជាយើងទទួលបានចំណាត់ថ្នាក់លេខ4ទូទាំងពិភពលោកនិងចំណាត់ថ្នាក់លេខ1សម្រាប់ទូទាំងបណ្ដាប្រទេសនៅតំបន់អាស៊ានវាមិនមែនជាលើកទី1នោះទេដែលប្រទេសកម្ពុជាមានឈ្មោះក្នុងបញ្ជីជាប្រទេសដែលមានភាពរួសរាយរាក់ទាក់ព្រោះតែប្រជាពលរដ្ឋគ្រប់វ័យទៅហើយដែលតែងតែបង្ហាញស្នាមញញឹមការស្វាគមន៍និងភាពកក់ក្ដៅទៅប្រជាជនដែលមកលេងប្រទេសកម្ពុជាអានដោយ